បងបើស្គាល់គ្នា2ខែអាចជួបគ្នាបានទេជាក់ស្ដែងជួបស្គាល់ថ្ងៃហ្នឹងជួបថ្ងៃស្អែកក៏បានស្គាល់គ្នាមួយអាទិត្យមួយខែអ្នកខ្លះស្គាល់គ្នាដល់មួយឆ្នាំជួបគ្នាក៏បានវាអត់បញ្ហាទៅលើថាតើស្គាល់គ្នាយូរឬឆាប់ទេប៉ុន្តែតើយើងអាចទុកចិត្តគេបានប៉ុណ្ណាហើយតើយើងទៅជួបគេនឹងជួបនៅក្នុងកម្រិតណាពេលខ្លះអ្នកខ្លះស្គាល់គ្នាឡើង3-4ខែតែនិយាយអត់សូវយល់គ្នាឬក៏របៀបអត់សូវចំណាយពេលជាមួយគ្នាអត់ចង់និយាយថាមួយអាទិត្យនិយាយគ្នាតែ2-3ដងរបៀបអត់សូវយល់ពីគ្នាច្រើនណាអ្នកខ្លះគាត់ចំណាយពេលនិយាយជាមួយគ្នាសឹងរាល់ថ្ងៃហើយគាត់បង្ហាញពីគ្នាទៅវិញទៅមកពីជីវិតរស់នៅប្រចាំថ្ងៃផ្សេងទោះបីជាអង់គ្លេសយើងមិនជាខ្លាំងដែលយើងអាចនិយាយយល់គ្នា 100%ក៏ដោយប៉ុន្តែគេព្យាយាមស្វែងយល់ពីគ្នាអញ្ចឹងការទុកចិត្តឬក៏ការយល់ចិត្តគ្នាទៅវិញទៅមកហ្នឹងគឺវាច្រើនអញ្ចឹងយើងអាចកំណត់ថា2ខែឬក៏2អាទិត្យឬក៏2ថ្ងៃឬក៏2ឆ្នាំតើគួរឲ្យទុកចិត្តក្នុងការទៅជួបគេអត់ទេអញ្ចឹងវាអាស្រ័យទៅលើយើងមើលថាតើកំឡុងពេលដែលយើងស្គាល់គ្នានេះតាម social media ហ្នឹងតើយើងនិយាយគ្នាហ្នឹងយើងអាចទុកចិត្តគ្នាបានប៉ុណ្ណាមានអ្នកខ្លះពួក scam គាត់អត់សូវនិយាយទេគាត់គ្រាន់តែឆាតហើយក៏អត់សូវឃើញមុខគ្នាទេហើយឃើញមុខរបៀបបិទបាំងអញ្ចឹងណាខ្លាចគេកំណត់អត្តសញ្ញាណបានអញ្ចឹងយើងត្រូវច្បាស់ថាតើបុគ្គលហ្នឹងដែលយើងទៅជួបហ្នឹងគួរឲ្យទុកចិត្តកម្រិតណាអត់មានអ្នកណាអាចកំណត់បានជំនួសប្អូនទេសូម្បីតែខ្ញុំក៏ដោយឬក៏មនុស្សជិតស្និទ្ធរបស់យើងក៏ដោយអញ្ចឹងយើងបើសិនយើងជាមនុស្សថ្មីឬថាមិនដែលមានដៃគូឬក៏យើងធ្លាប់មានដៃគូតែជាដៃគូជនជាតិខ្មែរយើងអត់ដឹងថាបរទេសមិនអញ្ចឹងយើងអាចមើលការចែករំលែកផុសនារីខ្មែរជាច្រើនឃើញក្នុង social media នៅ Facebook ឬ TikTok ឃើញគាត់ចែករំលែកច្រើនមួយទី2បើសិនជាយើងអត់តន់ទុកចិត្តហើយយើងគិតថាយើងចង់ឃើញគេដែរយើងចង់ជួបគេដែរអញ្ចឹងទៅជួបយើងគួរតែទៅជួបនៅក្នុងកម្រិតមួយដែលយើងអត់តន់ទៅលើសពីត្រឹមតែជួបអ្នកខ្លះជួបហើយលើសពីជួបមានន័យថាគាត់ទៅនៅមួយគ្នាឬក៏អីអញ្ចឹងទៅប៉ុន្តែតើយើងទុកចិត្តប៉ុណ្ណាហើយយើងទៅជួបកម្រិតណាហើយបើទៅជួបនៅទីតាំងណាបើសិនជាយើងជាអ្នកថ្មីអត់ដែលដឹងអីទេបងលើកទឹកចិត្តឲ្យទៅជួបនៅកន្លែងដែលមានមនុស្សច្រើនដូចជាហាងកាហ្វេហាងបាយក៏ដោយតែមានមនុស្សច្រើនទីប្រជុំជនរបៀបថាយើងអាចគេចង់ធ្វើអីយើងក៏បានអញ្ចឹងណានឹងឯងប៉ុន្តែអានេះជាអីដែលបងដឹងអានេះជាអ្វីដែលបងធ្លាប់ដឹងឯណាមិនទាំងអស់ទេអញ្ចឹងនារីខ្លះក៏ទៅជួបជនជាតិបរទេសមានច្រើនដែលគាត់នៅជាមួយគ្នាមុនរៀបការប៉ុន្តែភាគច្រើនដែលបងដឹងក៏ពួកគាត់ធ្លាប់មានដៃគូហើយដែរអញ្ចឹងបើសិនយើងជាក្មេងឬក៏ថ្មីសូមមេត្តាពិចារណាឲ្យមុតមាំពីព្រោះបរទេស culture ជនជាតិថាពួកប៉ៃអឺរ៉ុបនេះចាស់អត់ដូចនៅខ្មែរដែលគាត់ថាតតាក្រាបក្បាលដល់កតេទើបអាចចាប់ដៃអាចថើបឬក៏អាចនៅមួយគ្នាបានអញ្ចឹងនៅនេះភាគច្រើនបងនិយាយភាគច្រើនមានភាគតិចក៏គាត់គោរពតាមប្រពៃណីខ្មែរប៉ុន្តែប្រពៃណីខ្មែរមិនប្រកបទៅដោយប្រពៃណីនៅប៉ែកអឺរ៉ុបទេអញ្ចឹងយើងត្រូវចែកឲ្យដែរថាតើយើងនៅក្នុងកម្រិតណាជាមួយគាត់ហើយក៏គួរសួរបញ្ជាក់ពីគាត់ឲ្យច្បាស់ថាបើសិនយើងជួបគ្នាតើយើងជួបគ្នានៅក្នុងកម្រិតណាហើយអូនអាចទទួលយកបានអត់កុំទៅរបៀបហើយយើងអត់ច្បាស់ថាយើងចង់បានអីហើយគេចង់បានអីនឹងឯងបើមានអ្នកផ្សេងចង់ចែករំលែកនៅក្នុងវីដេអូនេះខមមិនឲ្យសមរម្យគ្រាន់តែចំណេញក្នុងការចែករំលែកទេអរគុណច្រើន